នៅពេលដែលលោកគ្រូអ្នកគ្រូចូលមកដល់ប្រព័ន្ធគ្រប់គ្រងគ្លីនិករបស់យើងលោកគ្រូអ្នកគ្រូនឹងឃើញបាទមានផ្ទាំង dashboard បង្ហាញមុនគេហើយនៅផ្ទាំង dashboard នេះគឺនឹងបង្ហាញនៅfeature ជាច្រើនដែលលោកគ្រូអ្នកគ្រូអាចឃើញនេះបាទគឺជាការ highlight បង្ហាញនៅអ្វីដែលប្រព័ន្ធយើងមានបន្តមកទៀតគឺលោកគ្រូអ្នកគ្រូអាចចូលទៅមើលព័ត៌មានអ្នកជំងឺបាទមនុយព័ត៌មានអ្នកជំងឺនេះគឺជាកន្លែងដែលលោកគ្រូអ្នកគ្រូទាំងអស់គ្នាបំពេញនៅទិន្នន័យរបស់អ្នកជំងឺការបំពេញនៅផ្នែករដ្ឋបាលបំពេញនៅសញ្ញាជីវិតការបំពេញនៅអង្គតេស៊ីដង់ការបំពេញនៅការពិនិត្យរាងកាយឬក៏exam physics បាទហើយលោកគ្រូអ្នកគ្រូអាចបាទគ្រូអ្នកគ្រូអាចបំពេញទៅតាមសរីរាង្គរបស់គាត់អ្នកជំងឺមួយពីមួយអាប្រៃទៅមួយអាប្រៃបាទមានអម clinic បាទបំពេញលទ្ធផលបាទមានគ្រប់ទាំងអស់ជាតម្រូវការរបស់លោកគ្រូអ្នកគ្រូបាទមាន serology មាន biology មាន ionogram មាន hematology មាន amogram មានការបំពេញនៅលទ្ធផល echo ក៏ដូចជាការបំពេញនៅលទ្ធផល radio មួយទៀតនឹងកំណត់ចំណាំបាទអ្នកគ្រូអាចមើលជាកំណត់ចំណាំអាចសរសេរបាទហើយអាចអាប់ឡូតរូបភាពចូលក្នុងនោះមនុយនៃការព្យាបាលគឺមានការបំពេញជា diagnostic ការបំពេញជា diagnostic differential ការបំពេញតាក់ទងជាមួយនឹងតារាងនៃការតាមដានអ្នកជំងឺការបំពេញការព្យាបាលផ្សេងៗបាទហើយថ្នាំគឺនៅពេលដែលលោកគ្រូអ្នកគ្រូវាយគឺវា automatic load ជាគេហៅថាជា drop down selection ឲ្យលោកគ្រូអ្នកគ្រូទាំងអស់គ្នា select យកតែម្ដងមិនពិបាកវាយទេហើយកន្លែងបច្ចេកវិទ្យាទូទៅនេះគ្រាន់តែចុច load template ទៅគឺមាន diagnostic និងថ្នាំដែលលោកគ្រូអ្នកគ្រូបានកំណត់ជាស្រេចតែម្ដងបាទអញ្ចឹងគឺអត់ពិបាកទេហើយមួយទៀតគឺតាក់ទងជាមួយនឹងការស្នើសុំវេជ្ជសាស្ត្រប្រសិនបើជាលោកគ្រូអ្នកគ្រូចង់ស្នើសុំអីមួយគ្រាន់តែចុចទៅបាទហ្នឹងហើយគឺវានឹង load មកជម្រើសឲ្យយើងបាទនៅក្នុងការ tick លោកគ្រូអ្នកគ្រូចង់មើលអីលោកគ្រូអ្នកគ្រូ tick ហ្នឹងទៅហើយអាច print กระดาษបាទស្នើសុំហ្នឹងទៅឲ្យអ្នកជំងឺយើងទៅមើលនៅមន្ទីរពិសោធន៍ឬក៏មើលនៅឡាបូណាដែលសហការជាមួយយើងបានអញ្ចឹងណាលោកគ្រូអ្នកគ្រូបាទបន្ទាប់មកទៀតគឺតាក់ទងជាមួយនឹងប្រវត្តិនៃការអឺចូលមកណាប្រវត្តិរបស់អ្នកជំងឺរបស់យើងបាទកន្លែងនេះនៅពេលដែលយើងចុចគឺយើងនឹងទៅចុចនៅកន្លែងបញ្ជីអ្នកជំងឺអញ្ចឹងយើងចូលទៅដល់បញ្ជីអ្នកជំងឺតែម្ដងបាទនេះគឺជាតារាងបញ្ជីអ្នកជំងឺដែលលោកគ្រូអ្នកគ្រូទាំងអស់គ្នាឃើញការបែងចែកមាន OPD IPD Emergency ជាដើមបាទហើយនៅក្នុងតារាងហ្នឹងគឺលោកគ្រូអ្នកគ្រូអាចចុចមើលពីគេហៅថា document របស់គាត់ណាបាទ document របស់គាត់អញ្ចឹងទៅនេះគ្រាន់តែជាតារាងឧទាហរណ៍ទេប៉ុន្តែប្រព័ន្ធរបស់យើងគឺមានសពគ្រប់ដែលលោកគ្រូអ្នកគ្រូត្រូវការមួយទៀតខ្ញុំចង់បង្ហាញអំពីវិក្កយបត្រវិក្កយបត្រនេះគឺជាកន្លែងគិតប្រាក់ពីអ្នកជំងឺអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូបាទពិនិត្យជំងឺតាម flow ការងារហើយលោកគ្រូអ្នកគ្រូបានបំពេញនៅអមវេជ្ជសាស្ត្រឬក៏បំពេញនៅអីផ្សេងៗប្រព័ន្ធរបស់យើងគឺធ្វើការគិតប្រាក់ដោយអូតូម៉ាទិកតែម្ដងដោយឧទាហរណ៍ថាប្រសិនបើលោកគ្រូអ្នកគ្រូពិនិត្យទៅលើជាតិស្កររបស់គាត់បាទអញ្ចឹងប្រព័ន្ធរបស់យើងចាប់យកថាលោកគ្រូអ្នកគ្រូបានធ្វើតេស្ត glycemic ដូច្នេះហើយគឺវានឹងគិតលុយអូតូម៉ាទិកតែម្ដងឧទាហរណ៍នៅពេលដែលលោកគ្រូអ្នកគ្រូចង់គិតលុយលោកគ្រូអ្នកគ្រូចូលទៅ copy បាទ copy ID របស់អ្នកជំងឺមកឧទាហរណ៍នេះបាទ copy របស់អ្នកជំងឺនេះមួយយកមកដាក់នៅកន្លោននេះហើយលោកគ្រូអ្នកគ្រូអាចទាញយកអូតូវានឹងទាញយកអូតូម៉ាទិកចំពោះការគិតប្រាក់របស់អ្នកជំងឺតែម្ដងបាទអញ្ចឹងគឺវាងាយស្រួលមែនតើនៅកន្លែងនេះគឺប្រសិនបើលោកគ្រូអ្នកគ្រូអត់ទាន់មានការកំណត់តម្លៃថ្នាំឬក៏មានការកំណត់តម្លៃហើយលោកគ្រូអ្នកគ្រូអាចដាក់បញ្ចូលវានៅក្នុងគេហៅថាមជ្ឈមណ្ឌលគ្រប់គ្រងគ្រូអ្នកគ្រូអញ្ចឹងខ្ញុំនឹងបង្ហាញជាបន្តបន្ទាប់ទៀតបាទបន្ទាប់មកទៀតយើងអាច print បាទយើងអាច print វិក្កយបត្រឲ្យអ្នកជំងឺបាននេះគឺជាទម្រង់វិក្កយបត្រ print ជូនអ្នកជំងឺបាទហ្នឹងហើយតោះអញ្ចឹងយើងចូលដល់ការចូលសម្រាកពេទ្យនេះគេហៅថាជា IPD IPD នេះឧទាហរណ៍ថាអ្នកជំងឺចូលមកអ្នកគ្រូលោកគ្រូ
បំពេញជា OPD ប៉ុន្តែគាត់មានសភាពធ្ងន់លោកគ្រូអ្នកគ្រូចង់អូសគាត់ចូល IPD សម្រាប់ពេទ្យលោកគ្រូអ្នកគ្រូអាចចុច ID មកហើយ copy ទៅចុចទៅគឺមានការចូលអូតូម៉ាទិកតែម្ដងបាទហើយអាចជ្រើសរើសគ្រែជូនគាត់បាទអាចជ្រើសរើសគ្រែអាចជ្រើសរើសរូបពេទ្យបាទបន្ទាប់មកទៀតយើង save ទុកមកហើយយើង save ទុកហើយយើងចូលអឺតារាងបាទចូលតារាងអ្នកជំងឺសម្រាប់ពេទ្យនេះគឺមានសញ្ញាកំពុងសម្រាប់ពេទ្យលោកគ្រូអ្នកគ្រូអាចចុច note នេះដើម្បីសរសេរ evaluation ដើម្បីសរសេរtreatment បាទហ្នឹងហើយមានឈ្មោះថ្នាំមានការប្រើប្រាស់បាទមួយថ្ងៃប្រមាណដងហើយបើសិនជានៅក្នុងកំឡុងពេលព្យាបាលហ្នឹងលោកគ្រូអ្នកគ្រូចង់ថែមការមើលឈាមណាមួយលោកគ្រូអ្នកគ្រូអាចថែមបាទនេះបាទអាចថែមការពិនិត្យផ្សេងៗនៅក្នុងនឹងផងដែរហើយការគិតប្រាក់គឺមិនចាំបាច់ខ្វល់ទេគឺប្រព័ន្ធគឺគិតប្រាក់អូតូម៉ាទិកតែម្ដងបាទនៅពេលដែលអ្នកជំងឺលោកគ្រូអ្នកគ្រូបានជាសះស្បើយហើយយើងគ្រាន់តែចុច discharge បាទយើងចុច discharge នេះទៅគឺប្រព័ន្ធគិតលុយអូតូម៉ាទិកឲ្យយើងតែម្ដងបាទអត់ពិបាកទេហើយនៅកន្លែងនេះគឺលោកគ្រូអ្នកគ្រូអាចគិតលុយបន្ថែមទាក់ទងជាមួយនឹងតម្លៃអេកូការវិភាគឈាមជាតិស្ករអីហ្នឹងគឺមានការគិតអូតូម៉ាទិកបាទហើយតម្លៃនៃការគិតហ្នឹងគឺលោកគ្រូអ្នកគ្រូអាចកំណត់បាននៅក្នុង setting បាទអាចកំណត់បាននៅក្នុង setting យើងចុច discharge ឬក៏យើងចុច discharge print បាទអញ្ចឹងយើងអាច print បាទយើងអាច print invoice ជូនគាត់លោកគ្រូអ្នកគ្រូអាច print invoice ជូនគាត់បានអញ្ចឹងណាលោកគ្រូអ្នកគ្រូបាទបន្ទាប់មកទៀតបាទយើងអាចចូលទៅមើលខាងផ្នែកឱសថការចូលទៅមើលខាងផ្នែកឱសថនេះគឺជាកន្លែងដែលលោកគ្រូអ្នកគ្រូបំពេញនៅឱសថបាទបំពេញនៅឱសថដែលប្រើប្រាស់នៅក្នុងបន្ទប់ពិគ្រោះនិងព្យាបាលរបស់អ្នកជំងឺរបស់លោកគ្រូអ្នកគ្រូណាបាទអញ្ចឹងការបំពេញនេះគឺលោកគ្រូអ្នកគ្រូអាចកំណត់តម្លៃឲ្យហើយទៅព្រោះថាប្រព័ន្ធនឹងចាប់យកការកំណត់តម្លៃថ្នាំរបស់លោកគ្រូអ្នកគ្រូទៅគិតលុយឲ្យលោកគ្រូអ្នកគ្រូអូតូម៉ាទិកនៅក្នុង invoice តែម្ដងបាទនៅក្នុងវិក្កយបត្រតែម្ដងណាហើយនៅកន្លែងនេះគឺមានមុខងារនៃការលក់បាទនៃការលក់រាយដែរឧទាហរណ៍ថ្នាំ Azithromycin នេះលោកគ្រូអ្នកគ្រូចង់លក់ជារាយជាគ្រាប់ជាប្រទះឬក៏ជាប្រអប់អីចឹងទៅអាចចុចចូលឆាតបាទហ្នឹងហើយលោកគ្រូអ្នកគ្រូចង់លក់ប៉ុណ្ណាយើងចុចប៉ុណ្ណឹងទៅបាទហ្នឹងហើយតមកទៀតយើងអាចចុចអឺនៃការបង់ថ្លៃបាទទូទាត់ទៅគឺវានឹងមានការលោត print បាទការលោត print វិក្កយបត្រខ្នាតតូចនេះលោកគ្រូបាទគឺមុខងារនេះល្អមែនទែនបន្តមកទៀតគឺការតាមដានហិរញ្ញវត្ថុការតាមដានហិរញ្ញវត្ថុនេះគឺលោកគ្រូអ្នកគ្រូអាចតាមដានទំនិញចេញទំនិញចូលបាទអាចតាមដាននៅការងារបាទការងារដែលលោកគ្រូអ្នកគ្រូកំពុងតែធ្វើណាបាទយើងទទួលបានអីខ្លះនេះបាទមានការលក់ថ្នាំមានសងក្រុមហ៊ុនមានសេវា clinic អីផ្សេងៗគឺវាមាននៅក្នុងហិរញ្ញវត្ថុនេះទាំងអស់ហើយវាគិតពីប្រាក់ចំណូលប្រាក់ចំណាយប្រាក់ចំណេញជូនលោកគ្រូអ្នកគ្រូតែម្ដងបាទនៅកន្លែងនេះគឺការទិញថ្នាំចូលនៅពេលដែលលោកគ្រូអ្នកគ្រូទិញថ្នាំចូលពីក្រុមហ៊ុនផ្សេងៗឲ្យលោកគ្រូអ្នកគ្រូជំពាក់បាទគឺយើងអាចបំពេញនៅក្នុងនេះទាំងអស់អានេះគឺជាការណាត់ជួបនៅពេលដែលលោកគ្រូអ្នកគ្រូ save ឈ្មោះបាទ save ឈ្មោះអ្នកជំងឺលោកគ្រូអ្នកគ្រូនៅក្នុងម៉ឺនុយព័ត៌មានអ្នកជំងឺនៅពេលដែលលោកគ្រូអ្នកគ្រូ save ឈ្មោះគឺមានប៊ូតុងមួយការកំណត់ការណាត់ជួបណាបាទអញ្ចឹងប៊ូតុងហ្នឹងនៅពេលដែលលោកគ្រូអ្នកគ្រូចុចហើយគឺវានឹងនាំលោកគ្រូអ្នកគ្រូចូលមកការណាត់ជួបនេះវានឹងលេចឈ្មោះអ្នកជំងឺមកវានឹងលេចឈ្មោះអ្នកជំងឺមកតាក់ទងជាមួយនឹងការណាត់ជួបបាទមួយទៀតគឺតាក់ទងជាមួយនឹងឧបករណ៍ជំនួយវិទ្យាសាស្ត្រផ្សេងៗការគណនាតាក់ទងជាមួយនឹង BMI គណនាblood pressure classify pregnancy អីផ្សេងៗគឺមានការគណនាជាជំនួយហើយនៅកន្លែងនេះគឺតាក់ទងជាមួយនឹងការពិនិត្យទៅលើ user បាទហើយកន្លែងនេះគឺតាក់ទងជាមួយនឹងការកំណត់មជ្ឈមណ្ឌលគ្រប់គ្រងនេះគឺការកំណត់ logo បាទការកំណត់ឈ្មោះការកំណត់តម្លៃបាទការកំណត់តម្លៃផ្សេងៗគឺមាននៅក្នុងនេះទាំងអស់ណាបាទលោកគ្រូអាចមើលហើយការទាញយកទិន្នន័យនិងការកំណត់តម្លៃគ្រែបាទនិងការទាញយកទិន្នន័យរបស់លោកគ្រូអ្នកគ្រូទៅទុកនៅក្នុងកុំព្យូទ័រអញ្ចឹងសរុបមកគឺមុខងាររបស់ប្រព័ន្ធយើងគឺមានសពគ្រប់សម្រាប់លោកគ្រូអ្នកគ្រូ
បាទប្រសិនបើលោកគ្រូអ្នកគ្រូមានតម្រូវការលោកគ្រូអ្នកគ្រូអាចចុះឈ្មោះប្រើសាកល្បងបានណាលោកគ្រូអ្នកគ្រូបាទអាចចុះឈ្មោះសាកល្បងប្រើដោយឥតគិតថ្លៃហើយម្យ៉ាងវិញទៀតប្រព័ន្ធរបស់យើងលោកគ្រូអ្នកគ្រូក៏អាចបាទលោកគ្រូអ្នកគ្រូក៏អាចដំឡើងនៅក្នុងកុំព្យូទ័រអាច install បានណាបាទអាច install បានអញ្ចឹងយើងមានកម្មវិធីបាទនេះគឺជាកម្មវិធី Smart CMS របស់យើងអាច install ចូលទៅក្នុងកុំព្យូទ័ររបស់លោកគ្រូអ្នកគ្រូបានលោកគ្រូអ្នកគ្រូ install ហើយគ្រាន់តែคลิกវាចូលមកគឺលោកគ្រូអ្នកគ្រូអាចប្រើវាបានហើយបាទគឺមានភាពងាយស្រួលមែនទែនសម្រាប់ប្រព័ន្ធគ្រប់គ្រងរបស់យើងប្រសិនបើមានចម្ងល់ផ្សេងៗលោកគ្រូអ្នកគ្រូអាចឆាតសួរបាទតាក់ទងមកកាន់ Telegram របស់ក្រុមការងារយើងខ្ញុំផងដែរសូមអរគុណលោកគ្រូអ្នកគ្រូ